លោកមាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់សារព័ត៌មាន AP ថាសមាជិកកម្ពុជាបានរឹបអូសរូបិយប័ណ្ណ Digital ប្រហែល$7 លានអាមេរិកនៅក្នុងប្រតិបត្តិការបង្ក្រាបលើបណ្ដាញក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa Cartel ក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa Cartel ដែលរដ្ឋបាលរបស់លោក Donald Trump ចាត់ទុកថាជាអង្គការភេរវកម្មបរទេសដ៏ធំនៅប្រទេសមិចស៊ិកបើតាមលោកមាសវិរិទ្ធសមាជិកកម្ពុជាបានឆ្មក់ចូលទីតាំងចំនួន4កន្លែងនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលកាលពីថ្ងៃទី1ដល់ថ្ងៃទី5សីហាកន្លងទៅក្នុងប្រតិបត្តិការនោះសមាជិកកម្ពុជាបានចាប់ខ្លួនឧក្រិដ្ឋជននិងរឹបអូសគ្រឿងញៀនខុសច្បាប់ជាង200គីឡូក្រាមរួមទាំងសារធាតុផ្សំប្រមាណជាង1តោនគួរឲ្យដឹងថាកាលពីថ្ងៃទី20សីហាស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានបញ្ជាក់ពីការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនដែលមានកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជានិងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិកបើតាមស្ថានទូតអាមេរិកនៅកម្ពុជាដដែលកិច្ចសហប្រតិបត្តិការរវាងការិយាល័យ DEA នៅរាជធានីភ្នំពេញនិងរដ្ឋ New Jersey ក៏បានជួយរកឃើញបណ្ដាញក្នុងស្រុកមួយដែលធ្វើការលាងលុយតាមរូបិយប័ណ្ណគ្រីបតូឲ្យក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ស្ថានទូតអាមេរិកបានចាត់ទុកការបង្ក្រាបនេះថាជាប្រតិបត្តិការកម្រិតខ្ពស់ដែលបង្ហាញពីទូនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរុះរើឧក្រិដ្ឋកម្មសកលនិងការការពារប្រជាពលរដ្ឋអាមេរិកនិងកម្ពុជាគួរជម្រាបថាក្រុមឧក្រិដ្ឋជន Sinaloa Cartel គឺជាបណ្ដាញផលិតនិងជួញដូរគ្រឿងញៀនដ៏ធំដែលបានធ្វើឲ្យប្រជាពលរដ្ឋអាមេរិកស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំបណ្ដាញឧក្រិដ្ឋជនគ្រឿងញៀនមួយនេះបានទទួលសារធាតុគីមីផ្សំពីប្រទេសចិនរួចផលិតជាគ្រឿងញៀននាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក